活着。ជាចាំមើលចុះគាត់ស្លៀកពាក់បែបនេះពិតជាសង្ហាមែនទេណាសម្លៀកបំពាក់នេះពិតជាល្អណាស់ប៉ុន្តែមិនតែម្ដងចាំមិនដែរស្រួលខ្លួនដែរទេសម្រាប់ជាគ្រូសាស្ត្រទៀតហៅតាមទេអូធ្វើពិតជាដូចមែនតែម្ដងហើយមិនអាចប្រៀបនឹងសត្វបាននោះទេតែអាចប្រៀបនឹងសង្ឃបានណាជា100ឆ្នាំហើយខ្ញុំđãធ្វើសង្ឃទេប៉ុន្តែសូត្រធម៌ក៏បន្តិចដែរលើបងនិយាយអូនពិតជាបារម្ភណាស់ឆាប់ទៅឆាប់ត្រឡប់មកវិញណាលើទេបន្តិចទៅដល់ផ្ទះគេកុំនិយាយច្រើនអីហេតុអីទៅមានហេតុអ្វីទេប៉ះពាល់ដល់គេឈ្មោះរបស់ខ្ញុំឆាប់ឡើងទៅលោកគ្រូសិលតើសុខសប្បាយដែរទេអ្នកមូតាសាយើងអញ្ជើញណែចាំមិនតែជួយកូនប្រុសរបស់លោកបេតបសាក់ស្បោយលោកនឹងខ្លាចជាមន្ត្រីដែលមានគុណសម្បត្តិខ្ពស់រងចាំសោយសុខនិងទ្រព្យសម្បត្តិចុះគ្រូសិលមកដល់ហើយគាត់គឺជាគ្រូសៀនអូដែលខ្ញុំបានប្រាប់លោកមេតបលោកមេតបអ្នកមូតាសាសំសួរលោកគ្រូនាមរបស់លោកគ្រូជាអ្វីទៅអូស៊ីងលោកគ្រូអូស៊ីងចំណាយហេតុអីបានជាគ្មានអ្វីសាញ់ជាងគឺនៅទីនេះលោកគ្រូតើគិតយ៉ាងម៉េចទៅគាត់ជាគ្រូសិលពូកែណាទាំងក្នុងទាំងក្រៅគ្មានអ្វីទាល់តែសោះចំហាយបីសាច់នេះចេញមកពីណាទៅគួរតែសាកល្បងមើលសិនដល់ស្រាយរួចទៅគូក្រៅអាយ៉ាខ្លួនហើយនៅទីនេះខ្ញុំឃ្លានណាស់នៅឈរដល់ណាទៀតឲ្យឆាប់ឡើងទៅឆាប់យកហាមកគេមិននៅទេប៉ុន្មានថ្ងៃនេះកុំលេងឈាមនេះចេញអសោះខ្ញុំយល់ហើយអាត្មាលាសិនហើយលោកគ្រូមានរឿងមួយសូមលោកគ្រូជួយបន្តិចផងឯងមកលោកមិនតបឯងកុំដល់លោកគ្រូទៅបន្ទប់សភៅយើងបន្តិចទៀតយើងទៅជួបគាត់បាទអ្នកតាពេលសូមជើង
អ្នកតាពេលសុំជើញអង្គុយបន្តិចទៀតលោកមិនតមកដល់ហើយរបស់ទីឆ្ងាញ់ទេគឺផ្លែឈើហើយសូកូឡាហើយផ្ទះមេតបគឺអាចខ្វះខាតដែរទេមិនដែរទេគួសមលោកមិនតបណែលោកមិនតបលោកគ្រូកូនប្រុសខ្ញុំជាងកន្លះខែមកនេះទើបដឹងថាឃ្លានលោកគ្រូពិតជាទេវតាពិតមែនអ្នកមោតាសាណែនេះគឺបាទណែលោកគ្រូខ្ញុំនឹងមានរឿងមួយសុំឲ្យជួយសុំលោកមេតបកាពីមុនធ្លាប់សម្លាប់មនុស្សស្រីម្នាក់មែនទេលោកគ្រូគឺបាននេះទីប្រពន្ធទី12របស់ខ្ញុំគឺត្រូវខ្ញុំឆ្លាញ់ភ្នំជ្រុលធ្វើបដិបដាជាមួយអ្នកក្រោមគាត់ខ្ញុំដោយសារខ្ញុំខឹងខ្លាំងហើយសុំឲ្យមនុស្សចាត់ការគេចោលតែម្ដងសុំសួរលោកមេតបតើចាត់ការដោយរបៀបណាទេខ្ញុំក៏មិនបានឃើញតែផ្ទាល់ភ្នែកដែរខ្ញុំលើថាពួកគេយកភួយមករុំនាងហើយយកទៅកប់ទាំងរស់កប់គេទាំងរស់ចរិតរបស់ខ្ញុំគឺល្អច្រើនហើយខ្ញុំគឺមិនចង់ប្រើកំភ្លើងអាវុធនោះទេណែលោកគ្រូបានថាជំងឺរបស់កូនប្រុសខ្ញុំមានតែទៅជាមួយនឹងនាងតាមទេអ្នកមោតាសាលោកមេតបបានដឹងពីមូលហេតុនេះទៅហើយនោះតើអ្នកចង់សួរអាត្មាពីអ្វីទៀតទី12នៅពេលដែលនៅរស់តែប្រឆាំងនឹងខ្ញុំគ្រប់បែបយ៉ាងទាំងអស់តែម្ដងស្លាប់ទៅខ្មោចហើយនៅតែបែបនេះអ្នកលោកគ្រូតើមានវិធីអាចចាត់ការឲ្យជ្រះស្រឡះតែម្ដងដែរទេថ្ងៃនេះមិនបាននោះទេល្ងាចថ្ងៃស្អែកអាត្មានឹងសាកល្បងបានឆាប់ចេញថាចេញសំជិញទៅវិញចុះហើយថ្ងៃស្អែកតើគិតចាំឲ្យទៅថ្ងៃស្អែកបូជាស័ក្តិសមរួចហើយរៀបចំពិធីត្រូវបញ្ចប់តែប៉ុណ្ណឹងកុំនិយាយលេងសើចបែបនេះអីយកចិត្តទុកដាក់បន្តិចទៅខ្ញុំមិនយកចិត្តទុកដាក់មែនទេខ្ញុំប្រាប់លោកចឹងណានៅក្នុងផ្ទះរបស់លោកមេតបនោះខ្ញុំបានពិនិត្យហើយក្រៅពីនៅលើខ្លួនក្មេងម្នាក់នោះមានចំហាយបិសាចហើយនោះអ្វីផ្សេងទៀតនោះគឺប្រក្តីនោះទេហើយខ្ញុំយល់ថាប្រពន្ធទី12របស់គេនោះគឺមានការនឹករលឹកចំពោះក្មេងអ្នកស្រីទី12នេះលួចមានសហាយហើយធ្វើបាបមនុស្សទៀតដើម្បីនឹងអាចប្រៀបនឹងសៀវឈុនបានទៅលោកគ្រូកុំយកគេប្រៀបជាមួយសៀវឈុននោះត្រូវខ្ញុំខុសហើយរឿងបែបនេះហើយនេះក៏និយាយដូចជាងាយស្រួលអីខ្លាំងម្ល៉េះព្រោះគាត់ជាបាននេះហើយការនិយាយបាននេះទើបលោកមេតបអាចជាគេជឿជាក់ហើយទើបអាចផ្ដល់តំណែងខ្ពស់ជូនដល់លោកម្ចាស់បានល្អណាស់មនុស្សមិនស្លាប់ដូចជាលោកគ្រូនិយាយបែបនេះហើយខ្ញុំពេញចិត្តណាស់មិនត្រូវទេការកំចាត់បិសាចជូនខ្ញុំកាលពេលលើកមុនលោកគ្រូក៏បញ្ឆោតខ្ញុំបែបនេះដែរលោកម្ចាស់ហើយសាច់នេះពិតជាឆ្ងាញ់សូមប្រាថ្នាជាមួយខ្ញុំអសោះបើសិនជានៅបំបែកប្រាក់របស់ខ្ញុំបែបនេះទៀតគឺឆាប់ចាក់ចេញទៅខាងក្នុងគឺស្ដាប់ដូចលោកម្ចាស់បន្ទោសគាត់ទៅហើយខ្ញុំប្រាប់នឹងចុះថ្ងៃក្រោយបើសិនជាចង់រួមរស់មួយជីវិតនោះគឺប្រកាសជាពិបាកហើយមនុស្សមិនស្លាប់នេះគឺគ្មានសម្ដីណាដែលពិតនោះទេគាត់មិនហ៊ានទេបើសិនជាគាត់ហ៊ាននោះខ្ញុំនឹងមើលគាត់ឲ្យស្លាប់មិនហ៊ាននោះទេហើយខ្ញុំក៏គួរទៅរកគ្រួសារហើយដែរក្រែងមានប្រពន្ធ15នាក់ហ្នឹងតែ100នាក់មានប្រយោជន៍អីទៅពេលដែលខ្ញុំគ្មានអ្វីនោះម្នាក់ពីរក៏រត់បាត់អ្នកទាំងពីរក៏រកចាំមើលចុះ
មុននឹងក្រោយខ្ញុំមករៀបការជាមួយមនុស្សស្រីល្អម្នាក់អ្នកទីឃើញ បានហើយថាក់ស៊ីហើយបាច់ចេញនិយាយដាច់ទៅរួនអីរំអ្នកត្រឹមត្រូវបានមែនទេ ចាំពេលដែលខ្ញុំធ្វើជានាយករងបានហើយដល់ពេលនោះនៅរៀបត្រឹមត្រូវទាំងអស់នោះនៅត្រូវតម្រង់ជួបមករកខ្ញុំជាមិនខាននោះទេ លោកម្ចាស់គួរខ្ញុំប្រាប់លោកម្ចាស់ណាថារកមនុស្សស្រីម្នាក់ដែលត្រឹមត្រូវហើយចាចេញពីពួកជាងទេពួកជាមិនអាចរស់នៅជាមួយគ្នាបានសុខស្រួល មកសិនខ្ញុំមករកមនុស្សស្រីត្រឹមត្រូវអ្នកទីមិនអាចចាចេញពីខ្ញុំទេមកផឹកមកពេកទៅ បានមក ឯនៅទីនេះរងចាំយើងហើយកុំទៅណាសោះចា 他的回忆后重复，他的回忆后重复的活着。លោកមិនតបជេររួចហើយ លោកគ្រូនេះគឺ អាចដុតបានហើយ Xui thằng tớ Chạy cho con Chạy con Sao ơ Tự sẽ làm thứ Sạm con kia thư Lời kỳ đi chui chiếm mình bàn kia cho lõ Cứ ở kia sẽ lắm Đừng đi xua từ mới lo chiều បានជាដៃរបស់គេបាននេះទៅវិញហើយក៏ទៅជាបែបនេះហើយទៅអ្នកស្រីទី12ចង់ធ្វើបាបនៅប្រហុនបានសម្រាប់ក៏ដុតរូបរាងកាយអ្នកស្រីទី9អ្នកស្រីនៅក្នុងផ្ទះហើយក្រែងតែពិបាកតែសុកសុកឆាប់ដាក់ទៅលើទឹកខាងលើចាំទៅលើតែណាមិនដឹងទៀតទេទី9មានបញ្ហាហើយណាក្រែងម្សិលមិញលេងមកចាំងជាមួយយើងតែកាលពីយប់មិញគេលក់ទៅហើយនៅថាទី12ជាអ្នកធ្វើពួកឯងពីរអ្នកមិនចង់រស់ទេហ៎ពាក្យនេះបើសិនជាឲ្យលោកមេតបលឺនោះប្រកាសជាមានគ្រោះថ្នាក់ហើយអេក្រែងទី12គេបានឬមួយក៏ពិតជាមានខ្មោចពិតមែនថ្មីនេះហើយរកគ្រូសិលមកច្រើនបែបនេះឯងគិតថាឲ្យគេមិនញ៉ាំតែនិយាយបាញ់នេះជំងឺអ្នកប្រុសតូចក៏ចេញទៅឆ្កែល្អមិនរាំផ្លូវនោះទេចេញទៅពួកស្រីទាំងអស់នេះឯងចេះច្បាប់ទម្លាប់បន្តិចដែរទេអ្នកប្រុសតូចតើឯងធ្វើស្អីហ្នឹងបងស្រីខ្ញុំគ្រាន់តែចង់គ្រាគេឡើងបន្តិចតែស្រីថោកទាបឯងនេះណាពួកឯងបង្កើតកូនមិនបានរាល់ថ្ងៃនេះគឺតែងតែចំណាននឹងកូនយើងប្រាប់ពួកឯងណាថ្ងៃនេះមានយើងនៅក្នុងផ្ទះនេះពួកឯងចង់ធ្វើអ្វីប្រេះផ្ដាស់នោះកុំសម័យឲ្យសោះណា
ហើយ ជាអ្វីដែលលោកម្ចាស់រមមកមិនដែលជួបបិសាចដែលពិបាកបែបនេះទេជប់នេះគ្រូបញ្ចំពីពួកយើងត្រូវតែឃ្លាញនៅក្នុងសួន ទីនេះគឺមានបិសាចតាមមែនទេ នៅផ្ទះសំណាក់នៅមានយាកឆ្លងទៀតឆាប់ទេ ហេលោកគ្រូលោកមិនតបអូនេះគឺជាជំនួយការរបស់លោកគ្រូមកដើម្បីការពារលោកស្រីគ្រប់គ្នាឡូលឿយហត់ហើយលោកគ្រូមើលចុះ តែសូមស្មានវិញទេฉันកងតជំនាញប្រមាណអ្នកទេកាន់តែកាញ់កាន់តែល្អ បានមានលឺដែរទេឆាប់ទៅធ្វើតាមសម្ដីរបស់លោកគ្រូទៅទទួលបញ្ជា លោកម្ចាស់គ្រូលោកម្ចាស់កណ្ដុរលោកមេតបសម្រាប់នៅក្នុងបន្ទប់ដាក់សភៅសិនទេ បាទលោកមេតបអញ្ជើញលោកគ្រូលឿយហត់ហើយ យាយចាប្រគល់ជន់តនេះឲ្យអ្នកស្រីគ្រប់គ្នាហើយប្រាប់ពួកគេកុំឲ្យទៅណាប់តែខ្លះ ឆាប់ឲ្យអូនមក ជប់សិនយ៉ាងនេះអូរសាទទុកតខ្លួន អូនចាំឲ្យបងប្រាប់យ៉ាងខ្លួនតិចនេះ តើមើលរឿងអីទៅឆាប់និយាយទៅ ប្រៃហើយបើសម័យគឺខ្ញុំនៅជាបន្ទប់លោកស្រីទី 9 អញ្ចឹងការប្រយុទ្ធលោកស្រីទី 9 បានធ្វើអី គាត់ទៅជួប ទៅជួបនៅណាគេឆាប់និយាយទៅជួបនៅណាគេ គាត់ទៅជួបបារម្ភម្នាក់ខ្ញុំអត់មានកំណត់លាក់បាំងនឹងលោកមេតបទេតែលោកស្រីទី 9 ប្រាប់ខ្ញុំថាបើសិនជាខ្ញុំហ៊ាននិយាយផ្ដេសណាគាត់នឹងយកខ្ញុំទៅក្នុងផ្ទះបនដូច្នេះខ្ញុំមិនហ៊ាននិយាយ ក្រឡមកអញ្ចឹងនេះបានឃើញច្បាស់ដែរទេថាបារម្ភម្នាក់នោះមានមុខមាត់ចាំមិនទេ លោកស្រីទី 9 ឲ្យខ្ញុំនៅចាំខាងក្រៅក្រោយមកទៀតក៏មិនបានជួបនឹងគាត់ទៀតទេ មិនទេនាងអាចទៅបានហើយ ចា ក្នុងផ្ទះមិនល្អបើជាមានរឿងសហាយសម្បត្តិបែបនេះស្លាប់ទៅក៏ល្អដែរស្លាប់ទៅក៏មិនពិបាកដល់យើង លោកមេតបយ៉ាងនេះត្រូវតែដាក់ជាប់ខ្លួនទៅបានលោកម្ចាស់គ្រូលោកនៅទីនេះកំណត់លោកមេតបការពារសុវត្ថិភាពរបស់គាត់ខ្ញុំចេញពីក្រៅពិនិត្យ បានលោកមេតបបើសិនជាលោកមេតបនៅហត់លោកចូលទៅក្នុងបន្ទប់សម្រាប់ទៅខ្ញុំនៅទីនេះការពារលោកកុំខ្លាចអីសម្រាប់មនុស្សរាប់មិនអស់យើងមានអ្វីត្រូវខ្លាចឯងមិនមែនជាអ្នកក្រុមគប់យើងបើសិនជាឯងខ្លាចនោះចេញទៅលោកមេតបពិតជាក្លាហានមែនលោកមេតបមិនខ្លាចខ្ញុំក៏មិនខ្លាចដែរខ្ញុំនៅទីនេះជាមួយលោកមេតបលោអញ្ចឹងក៏ដល់យើងលេងអុកទៅបបាត់ការអបសុកទទួលវិជាម៉ាញ៉ាំតែម៉ាញ៉ាំទៅសំអីញ៉ាំតែម៉ាញ៉ាំទៅសំអីញ៉ាំតែញ៉ាំតែណែញ៉ាំទៅហាក់ណែស្រែកលោឡាអីយ៉ាងនេះមិនដឹងថាអ្នកប្រុសទៅកំពុងតែសម្រាប់ទេហ៎ហើយក្មេងប្រុសម្នាក់នេះជានរណាទៅគាត់គឺជាដូនជីដែលលោកមេតំចេញមកមានដូនជីក្មេងបែបនេះដែរជាលោកស្រីធម្មតានេះរបស់ស្អីហ្នឹងស្រីហើយរបស់អីហ្នឹងយ៉ាន់ឈាមរក្សាសេចក្តីសុខហើយលោកស្រីមិនអាចចង្ក្រាបបានទេធ្វើស្អីមិនឲ្យប៉ាយើងទេណាឯងជាអ្នកណាទៅលោកស្រីធំដនជីយ៉ាងម៉េចហឹង គាត់ចង់ចេញទៅក្រៅកូនប្រុសរបស់ខ្ញុំឃ្លានហើយខ្ញុំចេញទៅយករបស់ឲ្យគេញ៉ាំនៅទីនេះមានរបស់ញ៉ាំច្រើនណាស់តែចង់ទៅណាទៀតសម្រាប់ឆ្កែឆ្មាកូនប្រុសយើងមិនញ៉ាំទេគេញ៉ាំតែនំប្រៃនិងសូកូឡាតែប៉ុណ្ណោះ
លោកស្រីធំរឿងតូចតាចបែបនេះចាំបាច់លោកស្រីធ្វើដល់ផ្ទាល់ដែរទេខ្ញុំនឹងទៅរៀបចំលោកស្រីត្រឡប់ទៅផ្ទះសិនចុះបើសិនជានៅប្រទៅសួររនោះប្រកាសជាបង្ករឿងទៀតហើយបាទអញ្ចឹងលោកយករបស់ញ៉ាំមកច្រើនមកខ្ញុំយល់ហើយហើយដូនជីពិតជាពិបាកដល់ដូនជីហើយមិនអីទេអញ្ចឹងបានបើមានអ្វីផ្ដែផ្ដាំអាចហៅខ្ញុំមកបានគ្រប់ពេលនៅតែធ្វើការចុះសុំទោសផងខ្ញុំសុំបងដល់លេខខ្ញុំទៅខ្ញុំសុំបងសុំទោសផងខ្ញុំសុំទោសផងទី12នៅនីរ៉ូម្នាក់នេះតើមានគំនុំជាមួយគ្នាដែរទេនឹងប្ររបស់នាងមានតម្លៃជានាយករងពេលដែលទៅចាប់គេដោយសារតែមានការតដៃដូច្នេះត្រូវគេបាញ់សម្លាប់តែម្ដងទៅការពិតគឺសងសឹកជួសសាហាញតាមើលចុះ离开他的回忆后重复的活着ខ្ញុំគិតថាមិនងាយស្រួលបែបនេះទេចាខាងអូនចាំមិនហើយហ្នឹងលោកស្រីធំចង់ចាក់ចែងប្រើនាយរងខនមិនហើយលោកស្រីធំឲ្យគាត់ទៅយករបស់ញ៉ាំមកតែគេទៅជាង1ម៉ោងដល់មិនតាមមកវិញទៀតមានរឿងខ្លះអូនយល់ថាគួរតែប្រាប់បងរឿងអីនាយរងនោះខាងក្រៅមើលទៅសភាពរៀបសារតែការប៉ិនមិនចំនួនអស់ទេដុំជីក៏មិនទោសថាខ្ញុំមកច្រើនណាស់មនុស្សនាយរងម្នាក់នេះយកល្អកុំចង់ដឹងពីគេអីមែនហើយគេមិនមែនជាមនុស្សល្អអីនោះទេគេនោះណាបង្ខំឲ្យលោកស្រីទី11កំដរគេកេងជាមួយគ្នាហាល
យកមេតបមករវល់ទេគេជាអ្នកចំណិតនៅក្បែរខ្លួនលោកមេតបលោកស្រីធំជាខ្នងបង្អែករបស់គេបើសិនជាអ្នកណាប៉ះពាល់គេមកឲ្យគេចាប់កំហុសបាននោះប្រកាសជាស្លាប់ទាំងរស់ជាមិនខានទេការពិតគឺបាននេះទេបងក៏ដឹងហើយនឹងអ្នកស្រីទី12បង្ហាញខ្លួនមិនទៀងម្ដងចេញមកអុកលុកម្ដងក៏បាត់ស្រមោលគឺប្រៀបដូចជាទេវតានៅក្នុងតែលោកម្ចាស់សួយលោកមិនតបលោកពូកែមិនអស់ចាមែនមើលចុះណែឯឈ្មោះគូសៀនអ៊ូថាមែនទេបាទវាឆ្លាតគ្រាន់បើថ្ងៃក្រោយធ្វើការនៅក្បែរខ្លួនយើងចុះមានការពេញចិត្តពីលោកមិនតបជាកិត្តិយសរបស់ខ្ញុំទៅហើយលោកមិនតបហើយយកមិនថយនោះខាងលោកតាមរៀបអ្វីដែរទេមិនអីទេខ្ញុំនៅលោកមិនតបគឺបានលេងអុកច្រើនក្តាមមកហើយខាងលោកគ្រូថាចាំមិនហើយខ្ញុំមិនតប្រកាសនោះទេបើសិនជាយប់នេះគ្រប់គ្នាគ្មានអ្វីខាត់ឡើងនោះខ្ញុំនឹងឆាប់ស្វែងរកដំណឹងពីលោកស្រីទី12លោកគ្រូបាទនេះពិបាកដល់លោកគ្រូហើយអ្នកប្រាយឺតអ្នកប្រាយឺតមិនសប្បាយអ្នកចាំតែខាត់ណាកូនប្រុសចាំសានអ្នកប្រាកូនប្រុសប្រយ័ត្នផងណាខ្ញុំទៅកូនប្រុសប្រយ័ត្នផងកូនប្រុសទៅមិនគេទៅជាវីវ៉កូនប្រុសប្រយ័ត្នផងណាកូនប្រុសប្រយ័ត្នផងអ្នកកូនប្រុសឆាក់ត្រឡប់មកវិញមកកូនប្រុសឆាក់ត្រឡប់មកវិញលោកស្រីមិនអីទេមែនទេកូនប្រុសយើងអ្វីចឹងចូលមកយ៉ាងម៉េចកុំចូលមកគេសោះមកគេរំជើងនិយាយទៅកុំចូលមកលោកគ្រូឆាប់ទៅតាមគេទៅបានមិនទេកុំចូលមិនចឹងមិនគេធ្វើអញ្ចឹងឆាប់ទៅតាមកូនប្រុសយកមកឲ្យឆាប់ទៅបានទៅហើយឈប់សិនមិនត្រូវនោះទេមានពិតជាបិសាចពិតមែនហើយមានវិជាសិល្បៈពូកែថែមទៀតផងមិនចឹងមានប្រកាសជារលីមានតែរបួសមិនអាចរត់ទៅណាទេហើយខ្ញុំមិនធ្វើបាននេះកុំប៉ះពាល់កូនប្រុសយើងកំកំរ៉ាមកចូលមកជំហានទៀតខ្ញុំនឹងសម្លាប់គេហើយនេះមិនសម្លាប់គេទេបើនេះចង់សម្លាប់គេនោះនេះសម្លាប់យូរហើយតាមវិជាសាស្ត្ររបស់នេះមិនសិនជាចង់សម្លាប់មនុស្សនៅក្នុងផ្ទះនេះប្រកាសជាស្លាប់អស់បាត់ហើយនេះចាប់តែនៅប្រតុយមកតែប៉ុណ្ណោះគឺដើម្បីគ្រាន់តែគម្រាមលោកមិនទាន់ទេតែលើលោកមិនទាន់នៅទីនេះមានពាក្យអ្វីចង់និយាយជាមួយគាត់ទេមនុស្សក្បាច់ចិត្តឯងនេះនៅថ្ងៃនេះខ្ញុំកំពុងតែសម្រាកក៏បានជួបនឹងមនុស្សក្បាច់ចិត្តនេះបានល្មើសនឹងម្ដាំដូនតាមីនេះចង់រស់នៅជាមួយគេក្រោយមកខ្ញុំក៏បានរៀបការជាមួយគេខ្លាចជាប្រពន្ធទី12របស់គេដោយសារតែខ្ញុំទទួលបានការស្រឡាញ់តែលោកស្រីធំគុំគុណនឹងខ្ញុំស្រីពឹសពលនោះគេមិនអាចហាមឃាត់លោកមេតបឲ្យយកប្រពន្ធថ្មីបានក៏រកវិធីចាប់កំហុសលោកស្រីគ្រប់គ្នាអ្នកណាហ៊ានមិនស្ដាប់សម្ដីរបស់គេនឹងចាត់ការអ្នកនោះភ្លាមគេមិនដែលយកយល់ដល់អ្នកណាលោកស្រីធំធ្វើបាននេះនៅមានទី9និងនេរ៉ូទីគេពួកគេទាំង3រួមដាច់គ្នាធ្វើបាបខ្ញុំតែខ្ញុំជាទេវតាកញ្ជ្រោងមួយរូបតែជាមិនអាចយកឈ្នះចំពោះមនុស្សអាក្រក់បែបនេះទៅវិញដូច្នេះហើយខ្ញុំត្រូវតែឲ្យពួកគេបានដឹងខ្ញុំមិនមែនងាយស្រួលធ្វើបាបនោះទេទី9លួចមានសហាយដោយខ្លួនឯងហើយជាយកកំហុសទាំងអស់នោះទម្លាក់មកលើខ្លួនខ្ញុំនេះដឹងថាពួកយើងចាត់ការនាងក៏ប្រើយុទ្ធសាស្ត្រគេជាយរុំដោយខ្លួនឯងហើយក្រោយមកក៏ចូលទៅក្នុងភូមិរងចាំគេចាក់សាំងដុតសម្លាប់តែដៃដ៏ស្រស់ស្អាតមួយនោះមាននេរងម្នាក់នោះវាចង់តាក់ទងខ្ញុំត្រូវខ្ញុំបដិសេធក៏មានការគុំគុណនៅក្នុងចិត្តក៏បានយកកំហុសលួចមានសហាយខំនេះទម្លាក់មកលើខ្លួនខ្ញុំហេតុ
ខ្ញុំបានធ្វើឲ្យគេសមាសមាឃើញគ្រប់យ៉ាងឲ្យគេសម្លាប់ខ្លួនម៉ែជួយកូនផងម៉ែជួយកូនផង ស្រីថោកទាបឯងនេះហ៎ចាស់ណាស់ទៅហើយអត់មិនក៏មិនទៅវត្តទៅអូកំដរយើងចូលផ្ទះទៅយកកូនខ្ញុំទៅអីកុំ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 យកកូនខ្ញុំទៅអីចេញទៅកុំអីមនុស្សដែលធ្វើបាបខ្ញុំមិនដែលធ្វើបាបហើយមិនជំនាញប្រសិទ្ធនៅប្រតូនគឺស្ទើរតែត្រូវស្លាប់ដោយសារនេះខ្ញុំសង្ឃឹមថាគេនឹងកែប្រែគំនិតខ្ញុំសង្ឃឹមថាគេនឹងមានការសោកស្ដាយការជឿចាប់ទាំងអស់នេះខ្ញុំបានទ្រាំរួចទៅហើយខ្ញុំសង្ឃឹមថាគេនឹងអាចជឿជាក់លើខ្ញុំម្ដងទៀតយ៉ាងហោចណាស់ក៏អាចស្ដាប់ការបកស្រាយរបស់ខ្ញុំតែស្មានមិនបានគេបែកជាម្ដាយឲ្យពួកគេកាប់ខ្ញុំទាំងរស់ការពិតបងក៏មានការសោកស្ដាយណាស់ទៅហើយបងមិនហ៊ានគិតបន្តទៀតនោះទេលោកនិយាយថាម៉េចនារីដែលខ្លួនឯងស្រឡាញ់បំផុតក្បត់នៅខ្លួនឯងបងស្ទើរតែឈួតទៅហើយសូម្បីតែសួរក៏មិនហ៊ានសួរបងខ្លាចឃើញភ្នែករបស់អូនបងចង់ឲ្យអ្វីទាំងអស់វាឆាប់កន្លងផុតទៅបញ្ហាខ្លាយទៅជាបែបនេះគឺជាកំហុសរបស់បងបើសិនជាពេលនោះបងអាចចិត្តត្រជាក់បន្តិចមនុស្សថោកទាបទាំងអស់នោះគឺក៏មិនអាចកុហកបងបានដែរអូនក៏មិនអាចរងទុកច្រើនយ៉ាងនេះដែរបងពិតជាសោកស្ដាយខ្លាំងណាស់បងខុសហើយអភ័យទោសឲ្យបងផងបងពិតជាខុសហើយឆ្លាតមកបញ្ហារបស់ពួកយើងគួរតែដោះស្រាយបានជ្រះស្រឡះហើយលោកមិនទាន់ត្រូវតែជឿអូនណាអូនមានមនោសញ្ចេតនាស្មោះចំពោះបងណាបងជឿអញ្ចឹងពួកយើងអាចចាប់ផ្ដើមសាច់ជាថ្មីទេប្រកាសជាអាចល្អពួកយើងនឹងចាប់ផ្ដើមសាច់ជាថ្មីពួកយើងនឹងដូចកាលពីមុនអញ្ចឹងលោកមិនតបដំអូនទៅមើលថ្ងៃលិចអូនច្រៀងឲ្យបងស្ដាប់ល្អទេលោកមិនតបលើអូននិយាយដែរទេបងលឺហើយការពិតបងមានរបស់សំខាន់មួយជូនអូនរបស់ស្អីទេចាប់ភ្លាមទៅហើយកុហកយើងនេះចោលយើងមិនតបចង់ធ្វើស្អីនេះធ្វើបាបមនុស្សច្រើនណាស់មិនអាចទុំនឹងរស់បាននោះទេយើងត្រូវសម្លាប់នាងចោលនេះស្ទើរតែធ្វើកូនប្រុសយើងស្លាប់ហើយពេលនេះនាងរស់ក៏រងទុកវិធានដែរសម្លាប់នាងចោលឲ្យទៅឲ្យរួចផុតទុកទាំងអស់តែម្ដងខ្ញុំសម្លាប់នាងចោលបែបនេះមិនអាចសម្លាប់នាងបានទេតែគួរធ្វើយ៉ាងម៉េចឥឡូវចេះចុះពេលល្ងាចថ្ងៃស្អែកខ្ញុំធ្វើពិធីឲ្យវិញ្ញាណក្ខន្ធរបស់នាងទៅកាន់សុគតិភូមិចាអូនយល់របស់នេះយកទៅវិហារម្ចាស់ដីឬមិត្តភក្តិចាស់បងគេឈ្មោះតប៉ាយត្រូវនាំគេមកជួបបងមកពេលរសៀលបើមិនចឹងប្រកាសជាយឺតទេអូនត្រូវយកទៅដុតនៅជើងពីនោះអញ្ចឹងទៅគេបង្ហាញខ្លួនបានលោកគ្រូទៅចាត់ចាលោកគ្រូត្រូវប្រយ័ត្នពីសុវត្ថិភាពឆាប់ទៅតែយើងបាន
活着。 ឯណាអូស៊ីនបានជាចង់ជប់យើងហេតុអីក៏មិនមកឲ្យខ្លួនឯងអ្នកគឺតាប៉ៃនាងហេតុអីក៏ស្គាល់ឈ្មោះរបស់យើងអូស៊ីនឲ្យខ្ញុំរកអ្នកតែនេះក៏មិនអាចដកខ្លួនបាននាងត្រូវជាអ្វីនឹងអូស៊ីនទេខ្ញុំជាប្រពន្ធរបស់គាត់ខានជួបគ្នា50ឆ្នាំប្រចង្រៃនេះផ្លាស់ប្ដូរអស់ហើយបែរជាពេញចិត្តនឹងស្រីក្មេងដែលល្ងើដូចជានាងនេះទៅវិញណោះគួរឲ្យចង់សាច់ខ្លាំងណាស់មានបញ្ហាខ្លះចង់ឲ្យអ្នកជួយអូស៊ីងឬមួយក៏ជួយយើងជួយដាក់អូស៊ីងថ្មីត្បិតតែយើងគ្មានពេលទំនេរច្រើនប៉ុន្តែអូស៊ីងគឺជាគូស្នេហ៍ចាស់របស់យើងគេឲ្យនាងមករកយើងបញ្ជាក់ថាក្នុងចិត្តរបស់គេមិនទាន់បំភ្លេចយើងទេបញ្ហានេះយើងប្រកាសជាជួយគូស្នេហ៍ចាស់សួយនឹងមានគូស្នេហ៍ចាស់ទេអូតាប៉ែបានមកហេតាខានោះចាំមិនហ្នឹងកុំខ្វល់ខ្ញុំតែនិយាយជាមួយគូស្នេហ៍ចាស់ទេជាយ៉ាខ្ញុំសួរនាងបាននិយាយឲ្យខ្លះជាមួយគេខ្ញុំគ្រាន់តែនិយាយរឿងពិតខ្លះតែប៉ុណ្ណោះទេហើយជារឿងពិតស្អីទៅតែណាចុះនិយាយរឿងទីខ្លះជាមួយវិញពេលនេះត្រូវជំរាបជាមួយនាងពេលក្រោយលោកគ្រូហើយខ្ញុំបញ្ហាដែលគ្រូសាខ្ញុំដោះស្រាយបានហើយតាមមែនទេមូលហេតុដែលអាត្មាមកទីនេះមិនមែនដើម្បីលាបស្ការៈនោះទេគឺដោយសារតែលោកប្អូនគូស៊ីនអ៊ុងគេមាននិស្ស័យជាមួយនឹងអាត្មាគេក៏នាំមកទីនេះពេលនេះវិស័យកំចាត់រួចទៅហើយអញ្ចឹងអាត្មាសំនេះសម្ដែងទៅបែបនេះមិនយកប្រាក់បានទេខ្ញុំគឺមានប្រាក់គឺឲ្យលោកគ្រូអ្នកមោតាសាលោកមេតបបើសិនជាចង់ជូនខ្ញុំនោះយកប្រាក់ទាំងអស់នេះជួយដល់អ្នកដែលលំបាកគឺដូចគ្នានោះទេអ្នកមោតាសាលោកមេតបលោកគ្រូមិនមែនជាមនុស្សបោកប្រាស់គាត់និយាយថាមិនយកប្រាក់ប្រកាសជាមិនយកហើយគ្រូសិលពូកែអ្នកដែលមិនលុបលន់ពេលនេះពិបាកនឹងរកណាស់អស្ចារ្យណាស់រាប់រយពាន់ឆ្នាំក៏កម្រនៅបានជួបមនុស្សបែបនេះអស្ចារ្យមែនទែនសូមសរសើរយ៉ាងមិនហើយមិនបាច់កាត់ទេបានទេឃើញទេយើងសំសិលរាប់ពាន់ឆ្នាំទៅហើយវិជាបំផន់ផ្នែកនេះមិនមែនខ្សោយនោះទេក្មេងតូច
ដូចអញនេះប្រាប់ឲ្យមិនស្ដាប់ពេលនេះត្រូវរងទុកហើយបើមិនមែនយើងជួយអញទេនោះពេលនេះឯងខ្លាចទៅជាភេទបាត់ទៅហើយដើម្បីប្រុសសម្អុយម្នាក់នោះបាបបង់នឹងការតាំងសិលរាប់រយឆ្នាំធ្វើឲ្យយើងនេះអាម៉ាស់មុខណាស់និយាយដូចជាខ្លួនអញចាំមានស្នេហាហើយអញនឹងហ៊ានតមកជាមួយយើងទៀតចង់ត្រូវរបួសទៀតមែនទេអូសិងគូស្នេហ៍ចាស់របស់យើងមិនដូចជាប្រុសផ្សេងនោះទេស្គាល់ក្តៅស្គាល់កាជីល្អចំពោះយើងខ្លាំងណាស់គ្មានរឿងអីផ្សេងទេមែនទេខ្មេចច្មោះកុំថាយើងមិនបានដាស់តឿននាងណាកុំមើលតែសម្បកក្រៅគេស្លូតបូនអាលអត់នោះមានអាកំបាំងដែលមិនអាចប្រាប់គេបានអាកំបាំងអីទេអាកំបាំងរបស់គេគឺអ្នកនិយាយពីអាកំបាំងនោះតែជាអាកំបាំងអីឆាប់ត្រង់មកវិញយ៉ានេះញ៉ាំហើយហ្នឹងបងចាញ់ទេត្រូវគូស្នេហ៍ចាញ់ទេបងជាគូស្នេហ៍ចាស់ពីណាមកទៅនិយាយថាគ្មានទៀតតែម្នាក់នោះហើយមិនវិជាសារូបរាងស្អាតទៀតបងត្រូវគ្នាទេយ៉ាតាបាយនោះមិនមែននោះទេមិនទៅអត់មិនប្រាប់ខ្ញុំទេមិនតាក់ទងខ្ញុំទេយ៉ាប៉ុន្មានរយឆ្នាំមុននោះពួកយើងគឺធ្លាប់តាក់ទងនឹងគ្នាគ្រាន់តែ2ខែប៉ុណ្ណោះពួកយើងក៏មិនអាចរស់នៅជាមួយគ្នាបាននោះទេប្រហែលរយឆ្នាំមុននេះពិតមែនហើយគឺ50ឆ្នាំមុនគេរបងជួយធ្វើកិច្ចការគេតែក្រោយមកក៏មិនបានជួបជាមួយគ្នាទៀតទេបងមិននឹងអាចស្រឡាញ់គេបានទេយ៉ាអូនគឺជាប្រពន្ធដ៏ល្អរបស់បងគឺស្រឡាញ់អូនតែម្នាក់នោះទេបងនិយាយជាមួយមនុស្សស្រីគ្រប់គ្នាបាច់នេះបងមានមនុស្សស្រីផ្សេងមកពីណាទៅពេលនេះគ្មានប្រហែលរយឆ្នាំទៀតនោះយ៉ាងណាក៏បងមិនចាស់ហើយមិនស្លាប់ឈឺដែរទេឈឺហាក់អីក៏មិននិយាយខ្លាចអូនមិនសប្បាយចិត្តពេលដែលអូនចាស់បងមិនអាចមិនត្រូវការអូនទេណាយ៉ាបងខ្លាចអូនមិនត្រូវការបងនោះទេ